ស្រុកទុយនិយាយថាចាស់ចាស់ស្រុកយើងខុសពីចាស់ចាស់ស្រុកគេចាស់ចាស់ស្រុកយើងអាយុមិនទាន់50ផងទៅវត្តអស់ចាស់ចាស់ស្រុកគេអាយុ70នៅតែរកការងារធ្វើអញ្ចឹងបានជាប្រទេសហ្នឹងវាវិនិច្ឆ័យហិនហើយវាអត់រីកចម្រើនអីខុសណាទី1ទិន្នន័យធម្មតាបងប្អូនបណ្ឌិតឬក៏អ្នកបញ្ញវន្តខ្មែរមិនត្រូវនិយាយស្ទីលហ៊ុនសែននេះស្រុកទុយគាត់និយាយទៅស្ទីលហ៊ុនសែនណាត្រូវនិយាយផ្នែកគំនិតខ្លួនឯងហ៊ុនសែនយកគំរូតាមយើងមិនមែនអ្នកក្នុងប្រទេសមែនតែយើងជាបណ្ឌិតយើងត្រូវតែមានគំនិតមួយដែលឲ្យមហាជននិយាយទៅកើតជាប្រយោជន៍មានគំរូខុសហ្នឹងបងប្អូនណាទីមកខ្ញុំនិយាយបែបវិទ្យាសាស្ត្រទិន្នន័យបងប្អូនណាខ្ញុំប្រាប់គ្រូស្រុកទូចប្រទេសកម្ពុជាឥឡូវនេះវត្តខ្លាចលែងមានមនុស្សទៅខ្ញុំនិយាយចឹងមិនស្រួលមានតែបងប្អូននៅស្រុកខ្មែរឬនៅប្រទេសដែលមានវត្តទេតែស្ដាប់លោកគ្រូនិយាយត្រូវស្ដាប់ស្រុកទូចទៅខុសមែនទេសម្ដីអាហ្នឹងគេនិយាយលេងក្នុងទៀមស្រាទិន្នន័យបើសិនជានៅស្រុកបារាំងក៏ដោយស្រុកណាក៏ដោយបើកាលណាគេនិយាយគេសំដៅទៅលើទិន្នន័យតើនៅក្នុងប្រទេសកម្ពុជាមនុស្សចាស់ជរានៅក្នុងវត្តអារាមកើនឬក៏ថយកើនឬក៏ថយនេះមាននិយាយថាសាសនាឬខ្ញុំនិយាយសាសនាទាំង3ហ្នឹងទៅវត្តមួយសប្តាហ៍ម្ដងដូចគ្នាគ្រាន់តែគ្រឹះសាសនាគេរើសយកថ្ងៃអាទិត្យនេះថ្ងៃអាទិត្យមិនមិនពាក់ថាសប្តាហ៍អានឹងសូរយៈតិ2សប្តាហ៍សាសនាអ៊ីស្លាមគេរើសយកថ្ងៃសុក្រមែនទេអានឹងមិនរៀបរាប់សុក្រមិនសប្តាហ៍ខ្មែរយើងរើសថ្ងៃសិលថ្ងៃសិលមិនពាក់កណ្ដាលមួយសប្តាហ៍ដូចគ្នាថ្ងៃសិលគឺថ្ងៃពេញបោដល់ថ្ងៃ8កើតមែនទេថ្ងៃ8កើតដល់ថ្ងៃខែដាច់ថ្ងៃខែដាច់ដល់ថ្ងៃ8រោចអានឹងគេយកមកអាទិត្យដូចគ្នាថាបើយើងគិតទៅសាសនានៅលើផែនដីមានគោលដៅតែមានរូបមន្តតែមួយកន្លែងខ្លះមានរូបមន្តដូចគ្នាទៅគាត់យើងអត់ចាប់អារម្មណ៍យើងអត់ចាប់អារម្មណ៍ដោយសារវាខុសគ្នាយើងហៅសិលយើងហៅថ្ងៃ8កើត8រោចខែដាច់ពេញបោឥឡូវយើងរាប់មិន4មួយខែមិន4ដងដូចគ្នា8រោចណា8រោចណាខែដាច់8កើតពេញបោហើយដូចនេះគេមើលអាទិត្យសុកដូចគ្នាតាមែនទេទៅវត្តមិនមែនជាអកតកម្មទេមនុស្សលើកលែងមនុស្សទៅដេកនៅវត្តពពាក់ពពូនបើយើងរត់ទៅនៃបច្ចុប្បន្នប្រជាជនកម្ពុជាអត់មានផ្ទះសម្បែងនេះចាស់បានទៅវត្តឥឡូវនេះវត្តលែងមានកន្លែងទទួលមនុស្សចាស់ដេកហើយមែនទេចាស់វត្តខ្លះមែនទេចាស់ដេកនៅក្រៅក្រៅកាទៀលដេកនៅក្រៅមេឈើនៅទីធ្លាវត្តខ្មោចឡងឥឡូវរត់តែមនុស្សដេកអត់បានផងចុះបើមនុស្សទៅវត្តគាត់យកចង្ហាន់ឲ្យលោកគាត់មិនមែនបបងចោលការងារណាពង្រឹងតែមន្ទីរពេទ្យមិនគ្រប់គ្រាន់ទេត្រូវពង្រឹងជីវភាពរស់នៅរបស់ប្រជាជនតើមកពុទីខ្មែរឬយួនប្រើជាតិគីមីខ្លាំងជាងគេបន្តិចទៀតខ្ញុំនិយាយពីទស្សនៈរបស់ខ្ញុំឥឡូវខ្ញុំបានឃើញណាថ្ងៃម្សិលមិញនេះសាររបស់ក្រសួងសុខាភិបាលឬមន្ត្រីក្រសួងសុខាភិបាលនិយាយអំពីឲ្យលើកកម្ពស់ពង្រឹងវិស័យសុខាភិបាលនិងមន្ទីរពេទ្យយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលខ្ញុំថាមិនគ្រប់នេះមានន័យថាខ្ញុំឯកភាពប៉ុន្តែខ្ញុំនិយាយថាប៉ុណ្ណឹងគឺមិនគ្រប់គ្រាន់ទេបងប្អូនទោះជាយើងខិតខំធ្វើឲ្យមន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជាណាមានស្តង់ដារស្មើនឹងប្រទេសសិង្ហបុរីក៏ដោយកុំនិយាយដល់បារាំងក៏មិនអាចលើកស្ទួយសុខភាពនិងព្យាបាលជំងឺប្រជាជនខ្មែរដែលមានចំនួនតែ17លានអ្នកបានដែរមិនបានទេហេតុអ្វីពីព្រោះជីវិតរស់នៅជាប្រចាំនិងជីវភាពរស់នៅជាប្រចាំពាក់ព័ន្ធនឹងកត្តាសុខភាពសំខាន់ណាស់ឥឡូវខ្ញុំសួរបងប្អូនថាតើមនុស្សទៅពេទ្យណាដោយសារតែមនុស្សឈឺឬក៏មនុស្សជាមនុស្សទៅពេទ្យនិយាយទៅគឺមិនមែនជាភោជនីយដ្ឋានទេមន្ទីរពេទ្យជាកន្លែងដែលមនុស្សឈឺជាងត្រូវសួរថាហេតុអីបានជាមនុស្សឈឺតើមានវិធីណាដើម្បីកាត់បន្ថយកុំឲ្យមនុស្សឈឺទេគឺជីវភាពរស់នៅដែលបើកាលណាយើងនិយាយអំពីជីវភាពរស់នៅគឺសំដៅទៅលើច្រើនចំណុចណាប៉ុន្តែទីមួយគឺសេដ្ឋកិច្ចប្រជាជនមានការងារធ្វើប្រទេសដែលក្រីក្រតែងតែរស់នៅក្នុងគំនរសម្រាមហើយទីមួយសេដ្ឋកិច្ចមែនទេទី2មហោបអាហារទេខ្ញុំនិយាយរឿងគីមីទី3បរិស្ថានជុំវិញខ្លួនទី4ផ្នត់គំនិតរបស់ប្រជាជនបងប្អូនណាគំនិតសនរានេះបើខ្ញុំទៅដឹកនាំប្រទេសខ្ញុំថាតែរយៈពេល1ឆ្នាំទេកុំនិយាយថាដល់អាណារបស់ដែលងាយធ្វើក្នុងការដឹកនាំប្រទេសមានរបស់រ៉ាន់ប្រូសូមានរបស់ដែលធ្វើត្រូវការចំណាយពេលយូរមានរបស់ដែលធ្វើត្រូវការចំណាយពេលតែ1ឆ្នាំ2ឆ្នាំគឺផ្នត់គំនិតនិងទម្លាប់របស់ប្រជាជនដែលយើងអាចកែប្រែបានក៏ได้ថាហោះនេះឥឡូវយើងសួរមើលនៅប្រទេសជឿនលឿន
វិស័យសុខាភិបាលគឺគេផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់ប្រជាជននិងការរស់នៅជាប្រចាំស្រុកយើងណាខ្ញុំនិយាយរឿងមួយរឿងនេះប៉ិតមនុស្សខ្លាចពេទ្យពាក់ព័ន្ធជាមួយនឹងលុយរហូតមនុស្សឈឺបន្តិចបន្តួចអត់ទៅតាមដានពិនិត្យទេតើតែចិត្តងាប់បានភ័យសែងអូយមិនហើយយាយម៉ែមិនឲ្យឪពូដល់ចិត្តងាប់បាននាំគ្នាសែងទៅពេទ្យសែងទៅមកយកសែងសាកសពយកមកដុតចោលហេតុអីពីព្រោះគ្មានពេទ្យបារាំងក៏មើលមិនជាដែរបងប្អូនពេទ្យបារាំងក៏មើលជាដែរមើលណាពេទ្យសិង្ហបុរីក៏ដោយពេទ្យបារាំងក៏ដោយបើយើងបន្តិចបន្តួចយើងអត់ទៅពេទ្យផងយើងទ្រាំប៉ុន្តែយើងសួរបន្ទោសប្រជាជនមកនេះត្រឡប់ទៅខ្ញុំនិយាយបាញ់មិញហ្នឹងមនុស្សខ្លាំងលុយណែអញ្ចឹងការរៀបចំប្រព័ន្ធសុខភាពមួយគឺមិនទៅសម្ដៅទៅលើទៅរឹតបន្តឹងតែគ្រូពេទ្យទៅស្ដីបន្ទោសតែគ្រូពេទ្យទេអានឹងខុសជាការយល់ខុសហ្នឹងបងណាត្រូវមកផ្នែកតូចហើយយល់ថាវាជាអ្វីទាំងអស់ទៅស្ដីបន្ទោសតែគ្រូពេទ្យទៅស្ដីបន្ទោសតែមន្ទីរពេទ្យវាជាការយល់ខុសថាអ្វីទាំងអស់ជាបន្ទុករបស់តែមន្ទីរពេទ្យអាមិនត្រូវបងប្អូនដែលខ្ញុំនិយាយបាញ់មិញហ្នឹង jewelry ណាខ្ញុំថាបើទោះបីជាប្រទេសកម្ពុជាមានមន្ទីរពេទ្យស្តង់ដារសិង្ហបុរីក៏មិនអាចព្យាបាលជំងឺខ្មែរបានដែរបើប្រជាជននៅតែកខ្វក់ប្រជាជននៅតែកខ្វក់ប្រជាជននៅតែអត់លុយប្រជាជននៅតែមានជីវភាពតោកយ៉ាកប្រជាជនតតែពេលមានជំងឺដំណាក់កាលចុងក្រោយបានទៅពេទ្យណាទៅព្យាបាលជីបងប្អូនណាអត់ទេមហារាជដំណាក់កាលចុងក្រោយតែមហារាជសុបានដំណាក់កាលចុងក្រោយទៅកែតបៅឲ្យទៅជាសាច់យ៉ាងម៉េចអត់ទេតបៅវាស្អុយរលួយពេទ្យណាដែលទៅជប់តបៅឲ្យទៅជាសាច់មានតែកាត់ចោលហ្នឹងណាអញ្ចឹងកន្លែងនេះបងប្អូនខ្ញុំនិយាយចំណុចទី1នេះសំខាន់ដែលនិយាយទៅគឺបើកភ្នែកមហាជនទាំងអស់ជាពិសេសណាមន្ត្រីក្រសួងសុខាភិបាលនឹងស្ដាប់ទៅគឺថាមើលប្រធានបទសន្ទនាដូចលេងតែស្ដាប់ភ្ញាក់មែនលោកគ្រូបងប្អូនខ្ញុំធ្លាប់និយាយនៅមន្ទីរពេទ្យហៅថាในឋានានុក្រមការព្យាបាលក្នុងប្រទេសកម្ពុជាមានប្រមាណលំដាប់ទេខ្ញុំនិយាយមុនដូចជាមាន5លំដាប់ឥឡូវខ្ញុំនិយាយ6លំដាប់ចុះ6លំដាប់ចុះតែខ្ញុំនិយាយ5លំដាប់សិនណា6នេះខ្ញុំថែមមួយទៀតទី1អ្នកមានទៅសិង្ហបុរីអ្នកមានលុយច្រើនមែនទេណាកម្រិតដែលមានជីវភាពអាចទៅសិង្ហបុរីបានទី2ទៅថៃខ្ញុំនិយាយពីមុនតែមិនទាន់មានសង្គ្រាមទី3ទៅវៀតណាមឥឡូវនេះទៅថៃលេងបានមនុស្សទៅវៀតណាមទី4ទៅមន្ទីរពេទ្យខ្មែរមន្ទីរពេទ្យខ្មែរយើងធម្មតាហ្នឹងអាហ្នឹងទៅដោយភ័យផងអត់លុយទី5គឺផឹកឫសឈើណែសែនបនអ្នកតាហើយក៏ស្លាប់បាត់ទៅសែនបនអ្នកតាបកាច់ទៅសុំទោសណាឥឡូវហ្នឹងកុំប្រកែប្រកាន់កូនចៅថាដូនតាកាច់ដូនតាឯណាមែនទេដូនតានឹងព្យាបាលលេខបានបើដូនតានឹងសម្បិជីវិតខ្លួនឯងការពារបានផងហ្នឹងមានបងប្អូនយើងគាត់ខមមិនកាលមុនខ្ញុំនិយាយរឿងហ្នឹងណាគាត់ថាលោកគ្រូមិនត្រូវនិយាយចឹងទេការសែនព្រានគឺជាជំនឿជាប្រពៃណីថាសែនចុះសែនទៅមែនទេប៉ុន្តែត្រូវដឹកទៅពេទ្យទស្សនៈអារ៉ាប់មួយនិយាយយ៉ាងចេះខ្ញុំគ្រាន់និយាយណាជឿលើព្រះតែកុំភ្លេចចងអូតអាហ្នឹងយើងត្រូវចេះយើងសែនទៅប្រពៃណីខ្ញុំមានតែខាត់អីមែនទេប៉ុន្តែខ្ញុំចង់និយាយសំដៅទៅលើមនុស្សរើសយកវិធីហ្នឹងថាជាការព្យាបាលជារឿងខុសយើងត្រូវទទួលស្គាល់ការពិតកុំល្ងឹតល្ងងមែនទេអានឹងគ្រាន់តែជាកម្លាំងចិត្តទេថាអូទៅរឿងថាអញ្ចឹងហ្នឹងថាយើងធ្វើទៅប៉ុន្តែកុំយកវាជាការព្យាបាលជាកម្លាំងចិត្តគាត់ថាវាជាអាគមសមអាយុយើងគាត់តែសែននេះធ្វើនោះណាប៉ុន្តែអានឹងវាអត់ទៅឲ្យមនុស្សជាអីបានទេមានតែទៅពេទ្យទេបើតែយើងថាដូនតានេះអ្នកតាឬនៅបកែដូនតាសុខសមាជីវិតគាត់ណាបើយើងពុទ្ធសាសនាគេហាមតែហ្មងមិនគ្រប់ពុទ្ធសាសនាមែនទេក្នុងពុទ្ធសាសនាគេថាអត់ទេកម្មផលទេតាអានឹងសច្ចធម៌អញ្ចឹងបងប្អូនដូនតាយើងសមាជីវិតរបស់គាត់ការពារអត់ទាំងបានផងគាត់ស្លាប់បាត់ទៅហើយមែនទេគាត់អត់ទាំងបានរស់ផងគាត់តើគាត់អាចមកជួយយើងមិនមានតែពេទ្យទេមានតែខ្លួនយើងខ្លួនឯងណាត្រូវរៀបចំជីវិតហើយនឹងពេទ្យទេដែលអាចយិនជួយយើងបានក្រោយពីប៉ុណ្ណឹងបងប្អូនសែនផឹកទឹកថ្នាំឬឈើព្រាវអានឹងនេះជាកម្លាំងចិត្តអត់មានអីទេអានឹងធ្វើទៅបើអ្នកណាគេចង់ធ្វើឲ្យគេធ្វើទៅអត់មានអីទេជាកម្លាំងចិត្តព្រេះត្រូវចាំថាអត់ធ្វើយើងជាទេបើតែសួរបន្ទោសប្រជាជនបានមិនបន្ទោសទេជាកាត់ដាក់ទឿនហេតុអីត្រឡប់ទៅវិញគឺលុយសំខាន់ណាបងប្អូនណាប្រទេសយើងណាប្រទេសហ្នឹងប្រទេសវាក្រវាអត់លុយមួយខ្ញុំនិយាយពីជីវភាពនៅប្រចាំថ្ងៃដែលខ្ញុំនិយាយថាទៅពង្រឹងមន្ទីរពេទ្យទៅស្ដីឲ្យគ្រូពេទ្យទៅណាទៅថាគ្រូពេទ្យចេះចុះឥឡូវទៅគ្រូពេទ្យទេវតានៅក្នុងប្រទេសកម្ពុជាខ្ញុំថាឲ្យលើសសិង្ហបុរីផងមន្ទីរពេទ្យស្តង់ដារលើសសិង្ហបុរីផងខ្ញុំឲ្យតែចឹងចុះបើជីវភាពប្រជាជនខ្ញុំនៅនិយាយបាញ់មិញណានៅតែតោកយ៉ាប្រជាជននៅតែខ្លាចលុយនៅតែអត់លុយខ្លាចពេទ្យណាតើតែដំណាក់កាលចុងក្រោយមែនទេតើតែដួលព្រុសបានសែងទៅពេទ្យ
អានឹងគ្មានពេទ្យឯណាគេព្យាបាលបានទេអត់ជឿសូនតារាគ្មានទេគេថាពេទ្យសិង្ហបុរីពេទ្យបារាំងបកែអត់បកែអីទេបើយើងតំណាក់កាលចុងក្រោយគ្មានណាបកែអីទេមែនទេស្រុកដែលគេមានវិស័យសុខភាពជឿនលឿនគឺគេឲ្យមានគ្រូពេទ្យប្រចាំកាយយើងឈឺដៃកងៃខ្លះអីបន្តិចយើងទៅពីគ្រូតែគេឲ្យទៅពីគ្រូពេទ្យពិនិត្យឃើញអាបន្តិចហ្នឹងគេជួសជុលអាបន្តិចឡានខ្ញុំនិយាយបងប្អូនណាដែលធ្លាប់ជិះឡានអ្នកជិះឡានណាអ្នកដែលជួសជុលបន្តិចហ្នឹងគឺបកែមកប៉ុន្តែបើថាឡានហ្នឹងលេងទៅជាគ្រក់ទៅលេងរួចហើយអូអាហ្នឹងគឺសឹងតែកាត់សាច់ចោលដូចរឿងម៉ូតូឲ្យគេនិយាយជិះម៉ូតូគេធ្លាប់និយាយលេងកាលហ្នឹងខ្ញុំនិយាយយូរហើយតាំងពីចំនួននៅថាមិនទាន់មានឡានមានម៉ូតូអីនោះនិយាយជាមួយពួកម៉ាក់គេថាណែអូយទិញម៉ូតូពីដើមយើងអត់សូវសម្បូរម៉ូតូដឹកពីឃ្លាំងប្រហែលនេះទិញតគ្នាឲ្យគេមើលប្រវត្តិតើម៉ូតូហ្នឹងកូនស្រីខ្ញុំជិះថែអត់ដូចអាមួយនោះជិះមនុស្សប្រុសវាជិះចេះតែមូលដល់ពួកម៉ាក់ខ្ញុំវាសួរយោបល់ខ្ញុំសួរថាចុះម៉ូតូពីរហ្នឹងណាមកសឹកយកមួយណាយកអាមួយនោះជិះរកយកនោះកូនស្រីគេជិះមនុស្សស្រីហើយដឹងស្រាប់ជិះថែខ្ញុំថាយកអាម៉ូតូមនុស្សប្រុសជិះយកម៉ូតូមនុស្សប្រុសជិះអូនឹងមូលហេតុអីបើថាមិនចឹងពួកម៉ាក់ខ្ញុំយកតាមខ្ញុំណាខ្ញុំថាយកម៉ូតូមនុស្សប្រុសជិះបើថាមិនចឹងខ្ញុំបញ្យល់ប្រាប់វាស្រីជិះម៉ូតូអត់សាងលេខទេណាអត់សាងលេខទេបាទនេះគាត់ដឹងពីមូលក្លុកឡោកម៉ាស៊ីនបងប្អូនទិញម៉ូតូបន្ទាប់ពីស្រីជិះឥឡូវអត់ទេគេបកកែគេឆ្លាតណាពីដើមបងប្អូនម៉ូតូអាហារឬម៉ូតូអាចិតពីដើមអត់មានអាគប់អាគប់ហាអាគប់ចិតអីហ្នឹងប្រុសប្រើម៉ាស៊ីនម៉ូតូវាល្អជិះទៅជន់លេខคลิกក្លុកសានទៅមូលវូមនុស្សស្រីបងប្អូនគាត់បង្អង់ជន់ប្រាំងមកអស់ហើយដល់គាត់ត្រូវការទៅមុខគាត់លេងទៅក្លោក្លុកទម្រាំតែម៉ាស៊ីនហ្នឹងវាត្រឡប់ឡើងមកវិញហ្នឹងបងប្អូនម៉ាស៊ីនយកក្មេងៗខ្ញុំបញ្យល់ប្រាប់ពូម៉ាក់ខ្ញុំចឹងណាមកវាជឿខ្ញុំវាទិញវាល្អមែនទេគេថាហើយយកទៅវាថែវាជូរទៅវាជិះអត់មានជិះលឿនអត់លឿនហ្នឹងគេទិញម៉ូតូនេះមិនមែនតែមូលទេណាម៉ូតូវាមាន4លេខម៉ូតូខ្លះវាមាន3លេខណាសកុនតរីអូនហើយបើយើងជិះជាប់ផុកហើយយើងអត់ដាក់លេខ1ផងហើយយើងលេខជាប់ផុកហើយយើងត្រូវការបន្តទៅទៀតមានដឹកគ្នាទៀតមូលហើយតើកប់ខ្ទេចម៉ាស៊ីនម៉ូតូមកខ្ទេចម៉ាស៊ីនម៉ូតូមកអានេះខ្ញុំចង់និយាយថាមនុស្សយើងគឺចំណុចទី1ខ្ញុំនិយាយនេះជីវភាពរស់នៅនឹងស្តង់ដារជីវិតមួយដែលខ្ញុំថាឥឡូវយើងមើលបន្ទីពេទ្យចាំបាច់ត្រូវតែមានត្រូវតែស្តង់ដារត្រូវតែទំនើបកម្មប៉ុន្តែមានតែវាគ្រប់ទេត្រូវមានរបស់មួយអមត្រូវឲ្យប្រជាជនហ្នឹងមានសុខភាពល្អមានជីវភាពរស់នៅហើយកុំខ្លាចពេទ្យហើយបើថាពេទ្យឯកជនសំខ្លាចចុះមនុស្សខ្លាចពេទ្យអាហ្នឹងហើយដែលនាំឲ្យទ្រាំខ្លាចអស់គោអស់ក្បីដល់តែពេលមានជំងឺងាប់បាត់តំណាក់កាលចុងក្រោយគ្មានគ្រូប្រអិនពេទ្យណាអាចជួយបានទេចំណុចទី2បងប្អូនអនាម័យនៅក្នុងប្រទេសកម្ពុជាបងប្អូនមានដឹងថាគ្រោះថ្នាក់មួយសម្រាមផ្លាស្ទិកខ្ញុំមើលតែក្នុង YouTube ខ្ញុំមើលក្នុង Facebook ខ្ញុំរស់នៅណាប៉ាប៉ាសេលីនប្រទេសកម្ពុជាច្រើនជាងរស់នៅស្រុកបារាំងមិនដល់ 1% ទេរស់នៅស្រុកបារាំងបងប្អូនមានដឹងទេប្រទេសកម្ពុជាយើងណាមិនទាន់មានការរៀបចំគ្រប់គ្រងសម្រាមនៅឡើយទេឥឡូវយើងសួរតើក្រសួងបរិស្ថានក្រសួងសុខាភិបាលនឹងមានរៀបចំគ្រប់គ្រងសម្រាមបានហើយឬនៅបងប្អូនយើងមើលផ្លាស្ទិកនៅក្នុងប្រទេសកម្ពុជាជាពិសេសក្មេងៗទៅទិញនំអីហ្នឹងយើងរាប់ប្រមាណលានហូបពុកហើយបោះអត់ទេបោះចោលណាបើយើងបងប្អូនណាបងប្អូនប្រៅភាពស្វំបងប្អូនរស់នៅក្នុងប្រទេសកម្ពុជាបងប្អូនអត់មានឃើញទឹកអីទេវាអស្ចារ្យណាប៉ុន្តែបើសិនជាបងប្អូនទៅសិង្ហបុរីបងប្អូនទៅកូរ៉េទៅឆ្កៅទៅប្រទេសខ្មែរទៅបងប្អូនអត់ហ៊ានបោះសម្រាមចោលនៅក្នុងនេះមានវិណាដូចសូនតារាអត់ហ៊ានបោះសម្រាមចោលឃើញគេបោះអៀងហ្នឹងបងណាពីដើមខ្ញុំអត់ដឹងមែននៅក្នុងប្រទេសកម្ពុជាខ្ញុំមិនដែលពីមុនទេណាខ្ញុំចាត់ទុកជារឿងធម្មតាចិនណាខំហើយពេលដែលឃើញគេកាន់សម្រាមខ្ញុំថាចុះអានេះកាន់ស្ដៅព្រមបោះចោលជារឿងល្អនៅក្នុងប្រទេសកម្ពុជាប៉ុន្តែបងប្អូនណាខ្ញុំអត់ហ៊ានបោះសម្រាមចោលដាក់កប៉ៅហ្នឹងបងដាក់តើតែឃើញធុងសម្រាមបានទម្លាក់អាហ្នឹងរហូតយើងទៅជាអៀនដោយសារអីអាហ្នឹងខ្ញុំនិយាយថានៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរខ្ញុំនិយាយពីផ្នែកកំណត់តើប្រជាជនខ្មែរយល់អំពីសម្រាមនឹងហើយឬនៅហើយបើយើងនិយាយអំពីវប្បធម៌ខ្មែរយើងប្រជាជនយល់អំពីស្តង់ដារទៅនៅតើប្រព័ន្ធអប់រំគេអប់រំតាំងពីក្មេងតូចក្មេងចូលសាលាមត្តេយ្យបឋមសិក្សាមានបង្រៀនឲ្យវាលាងដៃហើយឬនៅមានបង្រៀនឲ្យវាចេះរើសសម្រាមហើយឬនៅជាពិសេសនៅក្នុងសាលាណាសំខាន់ណាស់បងណាវាបដល់ផ្ទះវាថើយម៉ែវាជាអតិពលបងប្អូននៅស្រុកខ្មែរមានតែឃើញយើងនៅក្មេងជំនាន់យើងអត់ដឹងទេកូនយើងទៅដល់វាមកចេះយើងទេបើសិនសាលាហ្នឹងសាលាល្អសាលាបង្រៀនឲ្យវាចេះលាងដៃបង្រៀនឲ្យវាចេះដាក់សម្រាមបង្រៀនឲ្យវាចេះកុំបោះចោលសម្រាមវាមកថាយើងកូនទៅម៉ែអត់ចឹងម៉ែហ្នឹងខ្មែរយើងខ្លះអត់ដឹងវាយកូនឯងចេះជាងអញឯងកើតពីអញនេះឯងមកចង់ស្ដីបដៅអញអត់មោទនភាពទេនេះគេថាឯងភ្លេចកំណើតទេបានឈោសាលាអញ្ចឹងខ្មែរយើងច្រើនតែមិនលើកទឹកចិត្តបណ្ឌិតគំនិតកតិបណ្ឌិតគំនិតល្អឯជន់ឈ្លី
ធ្វើឲ្យយើងទ្រុឌទ្រោមចឹងហើយបានជាពិភពលោកដែលគេកែលម្អទៅវាទៅជាឋានសួគ៌វាទៅជាប្រទេសនឹងអស្ចារ្យយើងវាថាឯងបានទៅដល់ពេញហ្នឹងមកវិញហ្នឹងដើរពាក់ស្បែកជើងពីមុនដើរដោះស្បែកជើងអីចុះអាម៉េចអូពីមុនឯងនោះជួអាចកាន់ចប់ទៅក្រោយផ្ទះស្កែដើរតាមឥឡូវសិតរកប្រគុណអីណាអាហ្នឹងសិតជាគំនិតខុសហើយគំលឹកដំកើងបងប្អូនគំលឹកដំកើងអាកំណត់ចឹងគំលឹកដំកើងយើងត្រូវតែពីដើមមកអាកោបរុំអាចំណេះដឹងយើងនឹងដើរជួអាចតែពីឥឡូវត្រូវមានប្រគុណអាហ្នឹងជាផ្នែកមួយជំងឺអសន្នរោគជាផ្នែកអីនេះនាំឲ្យយើងឈឺទៅពេទ្យងាប់ខ្លួនឯងដែរបងប្អូនមែនទេកំណត់អញ្ចឹងកុំលើកដំកើងអ្នកណាថាអញ្ចឹងយើងថាបើរាប់អានបានបាត់និយាយជាមួយទេខ្ញុំអត់ទេអាណាទៅអនាម័យគឺអនាម័យអត់មានទៅតាមតែឯងនិយាយថាឯងធ្វើរឹកណាឲ្យធ្វើរឹកទៅលេខក្នុងលូទៅនៅជាមួយសម្រាមអាកំណត់អញ្ចឹងមានខ្មែរយើងនឹងចេះតែចំណែងគ្នាខ្លាចគេលើកខ្ពស់ជាងមិនព្រមធ្វើខ្លួនឲ្យប្រសើរហើយបងប្អូនអនាម័យអត់មានត្រូវការចំណាយអត់ថ្លៃមែនទេអនាម័យបច្ចុប្បន្នយើងដើរទៅមើលប្រទេសកម្ពុជាយើងណានៅសល់ផ្នែកកំណត់ប្រជាជនបើយើងនិយាយពីសម្រាមបាត់និយាយមកសម្រាមនឹងគូថាងាប់ជាពិសេសបងប្អូនអ្នករស់នៅក្រៅប្រទេសត្រឡប់ទៅលេងស្រុកខ្មែរនឹងខ្វាន់ជូរីមែនទេគឺបងប្អូនឃើញសម្រាមខ្ពើមតែហ្មងខ្ពើមនេះស្អីទោះជាមានឥឡូវខ្ញុំនិយាយទៅទោះជាមានធំសម្រាមយ៉ាងណាក៏ដោយប៉ុន្តែបើសិនជាប្រជាជនមនុស្សអត់យល់អំពីផ្នែកកំណត់នឹងសម្រាមទេសម្រាមនៅតែដែរពីព្រោះសម្រាមនឹងវាចេញពីខួរក្បាលមនុស្សអត់យល់ណាគ្រាន់តែក្រសួងបរិស្ថានគ្រប់គ្រងសម្រាមនៅក្នុងប្រទេសកម្ពុជាអត់នឹងបានផងអត់ទាំងអប់រំមនុស្សឲ្យបានប្រមាណភាគរយផងអាហ្នឹងបាទខ្ញុំថាបើខ្ញុំទៅដល់ប្រទេសខ្ញុំអាសាទៅលើកខ្លួនឯងជាតួអង្គណាគឺមួយឆ្នាំរបស់ចឹងគឺរបស់ដែលធ្វើដោយមិនលំបាកណាធ្វើដោយមិនលំបាកពីព្រោះវាត្រូវការចូលរួមពីប្រជាជនហេតុអីប៉ុលពតធ្វើតែមួយផ្លែតឲ្យប្រជាជនពាក់អាវខ្មៅមកកកប៉ុន្តែយើងមិនផ្ដាច់ការសម្លុតប្រជាជនទេប៉ុន្តែខ្ញុំចង់និយាយថាអាហ្នឹងគឺអត់មានប្របាក់ទេបាទវាត្រូវការពេលវេលាតែមួយឆ្នាំអាចធ្វើប្រទេសកម្ពុជាបានប៉ុន្តែត្រង់នេះខ្ញុំលើកមកនិយាយនេះខ្ញុំសរសើរគូក្បាលខ្មែរមួយខ្មែរយើងងាយកែប្រែបងប្អូនងាយអភិវឌ្ឍខ្លួនណាកុំតែចូលរួមនាំគ្នាជន់ប្រលិចដោយតែឲ្យខ្ញុំនិយាយបាញ់មិញហ្នឹងណាថាអូអានេះបានទៅក្រៅប្រទេសអូអានេះបានមកអីចឹងនេះធ្វើឯងលៀងដៃស៊ីបាយនេះដើរពាក់ស្បែកជើងយើងកុំលើកតម្កើងអាកំណត់ណាអាក្នុងផ្ទះបាយមានអាចមន់ឬក្របឆ្នាំងណាបងប្អូនណាខ្ពើមទៅហើយបើសូនតាលើកទឹកចិត្តខ្ពើមអ្នកណាថាអញ្ចឹងក្រោយបាច់ទៅលេងអាចមន់ទៅលើក្របឆ្នាំងអីហ្នឹងឲ្យខ្ពើមហើយត្រូវឲ្យខ្មែរកែប្រែកំណត់បើយើងមិនបាត់ដីអាម៉េចហាបើប្រជាជនយើងកំណត់វាអត់ស៊ីវិល័យជឿនលឿនបើយើងអត់អប់រំមនុស្សបើគាត់ថានេះអាចមន់ទៅលើក្របឆ្នាំងចឹងមិនខ្មែរយើងណាខ្មែរយើងកំណត់ល្អដែរពីដើមគេថាមុននឹងតតឹងកូនកំមុំគេឲ្យទៅមើលឆ្នាំងចក្រានបាយតាប៉ុន្តែមនុស្សទេហើយមនុស្សនឹងតាមឃ្លាខ្លាច់បបួលគ្នាចំណែនបបួលលើថាឃើញគេប្រសើរជាងឃើញគេស្អាតជាងឃើញគេមានអនាម័យជាងហ្នឹងក៏ព្រួតគ្នាជន់ទេក៏ព្រួតគ្នាជន់ថាឯងអនាម័យស្អីផ្ទះឯងពីដើមក៏អញ្ចឹងដែរពីដើមខ្ញុំវាខុសហ่ะអញ្ចឹងបងប្អូនណាផ្ទះណាដែលអាចមន់ណាចក្រានបាយហ្នឹងមន់ជួអាចដាក់គ្រប់ឆ្នាំងហើយទៅយើងនេះមិនព្រមលើកដំកើងហើយរស់នៅអញ្ចឹងអានឹងបាត់ខ្មែរយើងណារស់ជាអ្នកសុំទានជាទាសកលថៃយួនវាទៅជាប្រទេសវិវត្តទៅអរិយប្រទេសយើងនៅរស់ជាមួយក្របឆ្នាំងអាចមន់ជួដាក់នឹងទៅនេះទៅតពួកសូនតារាអត់មានប៉ះទៅហ៊ុនសែននេះទេនេះប៉ះទៅកូនសិស្សសូនតារាឬក៏ពលរដ្ឋខ្មែរមកពួកចំណុចខ្លះគ្រូត្រូវតែស្ដីឲ្យនេះគ្រូត្រូវតែថាបងណាបានបុណ្យស្ដាប់សូនតារាបានបុណ្យបងប្អូនកែប្រែទៅចក្រានបាយដែលមន់ជួអាចដាក់បងប្អូនទៅជាស្អាតទៅជាអនាម័យទៅជាអីទៅអាហ្នឹងណាទេវតានៅក្នុងផ្ទះយើងតាទេវតាអត់នៅកន្លែងដែលស្មោកគ្រោកទេវានៅកន្លែងដែលស្អាតចំណុចមួយនេះមួយទៀតបងប្អូនខ្ញុំចូលដល់ចំណុចអាហារដែលខ្ញុំដាក់ចំណងជើងថាតើខ្មែរឬយួនដែលប្រើជាតិគីមីខ្លាំងជាងគេអញ្ចឹងប្រធានបទទី1នេះពាក់ព័ន្ធជាមួយនឹងសុខភាពមន្ទីរពេទ្យត្រូវតែមានប៉ុន្តែមិនគ្រប់ទេទៅបន្ទោសទៅស្ដីឲ្យគ្រូពេទ្យទៅពង្រឹងនេះពុននេះស្តង់ដារមន្ទីរពេទ្យស្មើនឹងសិង្ហបុរីក៏អត់ទៅរួចដែរបើប្រជាជននៅជីវភាពខ្វះខាតខ្លាចពេទ្យឬអត់លុយបើប្រជាជនខួរក្បាលនៅតែចោលសម្រាមតែពីសិង្ហបុរីចោលសម្រាមជាប់គុករឿងអីនេះមិនសុខភាពល្អបើប្រជាជននៅតែដុនដាបអញ្ចឹងគ្រូពេទ្យកម្ពុជាល្អជាងគ្រូពេទ្យសិង្ហបុរីក៏មិនអាចទៅរួចដែរខ្ញុំនិយាយការពិតណាហើយអាផ្នែកកំណត់នេះជន់ពលិចភាពស្អាតស្អំជន់ពលិចភាពជាទេវតាឧទាហរណ៍ថាមនុស្សគេមានកំណត់អនាម័យគេស្អាតហើយទៅនិយាយថាឯងភ្លេចកំណើតទេមែនទេហើយមិននៅកំណើតទេបើឆ្នាំងបាយមន់ជួអាចដាក់អញ្ចឹងណាបងប្អូនកុំទៅនិយាយរកខ្ញុំអត់ទៅថាទេមែនទេយើងធ្វើខ្លួនឲ្យស្អាតទៅអានឹងគឺជាកម្មវិធីអប់រំរបស់រដ្ឋាភិបាលកម្មវិធីអប់រំរដ្ឋាភិបាលតាំងពីក្មេងៗទៅមួយអាហារ
បងប្អូនចិនតមនុស្សឈឺខ្ញុំមិនមែនពេទ្យទេខ្ញុំថាតាមទស្សនៈរបស់សូនតារា80 ទៅ 90% កើតពីអាហារកើតពីអាហារមែនទេមនុស្សសុខភាពល្អក៏កើតពីអាហារមនុស្សសុខភាពមិនល្អក៏កើតពីអាហារព្រោះអានឹងមានសុភាសិតខ្មែរយើងមួយយូរហើយគឺគេហៅថាស្រឡាញ់ខ្លួនណាហាក់សុខហន់ឲ្យស្ងួនចំណៃស្ងួនហ្នឹងមានស្ងួនឲ្យស្រឡាញ់ចំណៃមិនកុំស៊ីតាមឃ្លានកុំស្អីទៅខ្មែរយើងសម្បូរអាពីអប់រំដើម្បីកុំឲ្យមនុស្សវាឈឺព្រោះអាចំណៃហ្នឹងវាចេះតែស៊ីទៅវាឈឺមែនទេចេះតែកាយញាត់ហ្នឹងប៉ុន្តែខ្ញុំត្រឡប់មកវិញថាខ្មែរកែប្រែល្អមួយខ្ញុំសរសើរខ្មែរយើងអំបញ្ញខ្ញុំនិយាយសិតតែមានទ្រឹស្ដីអប់រំដែរមែនទេពីដើមកំណត់នេះគឺកំណត់តាមពិតកំណត់ដោយខ្មែរកែប្រែយូរគាត់តែខ្មែរយើងខ្ញុំនិយាយថាមានអាកំណត់ចំណែនឃើញគេប្រសើរជាងចេះតែយកអាទ្រឹស្ដីថាឯងធ្វើរឹកនេះពីមុនឯងចេះយកអាហ្នឹងមកជន់ប្រកបធ្វើឲ្យខ្មែរយើងនឹងខ្លាយទៅជាជនជាតិមួយដែលគេមើលទៅឃើញថោកទាបគេមើលទៅឃើញអន់មែនទេគេមើលទៅឃើញអត់ស៊ីវិល័យមែនទេប៉ុន្តែផ្នែកកំណត់ខ្មែរយើងថាទឹកស្ដីទៅដឹងកូនកំមុំគេឲ្យទៅមួយចក្រានបាយអាហ្នឹងជាកំណត់ចំណុចល្អមួយដែលការផ្លាស់ប្ដូរមួយទៀតខ្មែរយើងមែនទេដោយសារតែយើងរស់នៅខ្វះការអប់រំមានរដ្ឋាភិបាលមួយដែលបានណែបងប្អូនមានឃើញខ្មែរមកអាមេរិកផ្ទះស្អាតជាងអាមេរិកខ្មែរយើងមកបារាំងផ្ទះស្អាតជាងបារាំងមែនទេលើកលែងតែផ្ទះសូនតារាទេតែខ្ញុំបែដូចនិយាយថាឲ្យខ្លួនឯងខ្ញុំផ្ទះអត់ប្រក្រតិទេគ្រាន់តែវារញ៉េរញ៉ៃព្រោះខ្ញុំជូតមិនរាល់ថ្ងៃទេ2 ថ្ងៃម្ដងមួយទឹក2 ដងចប់ខ្ញុំជូតទេណាជូតនេះជូតនោះចឹងទៅហើយអនាម័យប៉ុន្តែផ្ទះកំឡោះបងប្អូនអើយយើងវាម្នាក់ឯងក៏អាវបោកក៏ដាក់ទៅណាទៅណីទេខ្ញុំគ្រាន់តែវារញ៉េរញ៉ៃទេមែនទេបើថាស្តង់ដារឲ្យទៅជាកកិច្ចគឺអត់ទេប្រិយមិត្តអាចទទួលយកបានប៉ុន្តែខ្ញុំគាត់និយាយថាចំណុចនេះខ្ញុំអត់ដៅលើខ្ញុំទេព្រោះខ្ញុំគេថានៅម្នាក់ឯងអាហ្នឹងណានៅម្នាក់ឯងជាលេសទេខ្ញុំវាខ្ជិលហើយនិយាយចំទៀតទៅខ្ញុំឲ្យវាបោបាច់ច្រើនពេកកុំយកគំរូតាមខ្ញុំប៉ុន្តែខ្ញុំនឹងចេះរៀបចំឲ្យទៀតនឹងដាក់រៀបចំខ្ញុំវាខ្ជិលទេមែនទេខ្ជិលអារឿងមនុស្សយើងវាមិនបកកែអីទេអ្នកខ្លះអត់ខ្ញុំអត់បកកែខ្ញុំស្រឡាញ់ផ្ទះស្អាតប៉ុន្តែអត់បកកែរៀបចំផ្ទះទេអានេះជាចំណុចខ្សោយរបស់ខ្ញុំមួយនេះហើយខ្ញុំឃើញរៀបចំផ្ទះប៉ុន្តែអ្វីផ្សេងទៀតចិត្តចង់ផ្សេងទៀតចិត្តចង់ណាឥឡូវខ្ញុំប្រាប់បងប្អូនខ្មែរយើងនៅអាមេរិកបងប្អូនដឹងទេផ្ទះស្អាតជាងបារាំងខ្ញុំធ្លាប់ចូលផ្ទះបារាំងផ្ទះខ្មែរយើងនៅបារាំងខ្មែរយើងនៅបារាំងខ្មែរខ្លះជាភាគច្រើនណាផ្ទះស្អាតជាងបារាំងខ្មែរយើងកែប្រែណាប៉ុន្តែខ្ញុំនិយាយយោងតាមនៅ Facebook និង YouTube ប្រព័ន្ធបណ្ដាញសង្គមឯណាឌីហើយនឹងបងក្លាដេសអានឹងគឺមកដល់ស្រុកណាក៏អត់ចោលក្បួនកកិច្ចដែរមែនទេខ្មែរយើងនៅក្នុងប្រទេសកម្ពុជាក៏ដោយកន្លែងដែលកែប្រែស្ដាប់កន្លែងដែលស្ដាប់សូនតារាទៅកែខ្លួនភ្លាមប៉ុន្តែបើខ្ញុំមើលទៅដូចគ្មាននរណាអាចទៅកែឌីនឹងបងក្លាដេសបានទេបងណាឌីនឹងបងក្លាដេសណាឬក៏គេថតចំកន្លែងកកិច្ចមិនដឹងទេធំមនុស្សរស់នៅក្នុងលូទឹកស្អុយនោះលូទឹកស្អុយមនុស្សហើយនឹងមនុស្សនឹងគឺថាវាសាមញ្ញសម្រាប់កប់ភូមិវាអាក្រក់ជាងយើងទៅទៀតហើយដល់ខ្ញុំនិយាយចឹងពីព្រោះខ្ញុំមិនដែលឃើញពួក YouTuber អន្តរជាតិល្បីណាគេទៅថតប្រទេសខ្មែរមានកកិច្ចប៉ុន្តែទំហំវិសាលភាពស្រុកខ្មែរកន្លែងដែល YouTuber ហ្នឹងដែលថតហើយឃើញដែលខួងស្រេងសាលាក្រុងហ្នឹងវាទៅកើតចេញដែរទៅកើតចេញអាហ្នឹងវាល្អបើយើងទៅនិយាយទៅវាចំណុចហ្នឹងវាអត់មានវាម្ដងបន្តិចវាឃើញដែរវានៅសល់ប៉ុន្តែពីពេញប្រទេសប្រជាជនបោះចោលសម្រាមហ្នឹងណាអាហ្នឹងខ្មែរយើងធ្វើអត់បានធ្វើបានមិនមែនខ្មែរយើងធ្វើបានហ៊ុនសែនធ្វើអត់បានរបបហ៊ុនម៉ាណែតធ្វើបានក្រសួងបរិស្ថានធ្វើអត់បានសូនរ៉ាធ្វើបានអាហ្នឹងគឺពុលគឺខ្មែរយើងកែប្រែកំណត់នៅសល់តែមានខ្មែរយើងមួយចំនួនទេដែលទៅជន់ពលិចកំណត់ល្អដោយយកពាក្យថាយុទ្ធធម៌សង្គមឯងធ្វើរឹកធ្វើរឹកអមិនលៀងដៃអាចមន់ដាក់លើក្របឆ្នាំងអាចក្រានបាយក៏ខ្វះអាចគោក្នុងហ្នឹងយើងមិនចេះកែប្រែយើងចង់ទៅបែបនឹងយ៉ាងម៉េចប្រទេសយើងវាទៅជាជឿនលឿនណាបើប្រជាជនយើងអត់ជឿនលឿនផងប្រទេសសិង្ហបុរីជឿនលឿនតែមនុស្សគ្រប់រូបជឿនលឿនហើយឥឡូវខ្ញុំនិយាយត្រឡប់ទៅចុងក្រោយគីមីត្រិតកុកស៊ីទុយសផលខ្ញុំសួរបងប្អូនតើខ្មែរឬយួនមួយណាប្រើគីមីខ្លាំងជាងតោះខ្ញុំទៅត្នេះខ្ញុំដាក់ទឹកមកក្អឹកហើយខ្ញុំអានខមមិនសំណួរម្ដងទៀតហើយខ្ញុំនឹងឆ្លើយទស្សនៈរបស់សូនតារាខ្ញុំចង់ឲ្យបងប្អូនឆ្លើយទស្សនៈបងប្អូនកុំឆ្លើយទស្សនៈសូនតារាកុំគិតថាចង់អញថែមចេះទីលោកគ្រូថាអញខុសអត់ទេសំណួរនេះគឺអត់មានសំណួរខុសទេសំណួរយល់ឃើញរបស់យើងកុំតម្រូវចិត្តខ្ញុំនេះស្មោះត្រង់នឹងខ្លួនឯងតើខ្មែរនិងយួនមួយណាប្រើជាតិគីមីខ្លាំងជាងអញ្ចឹងខ្ញុំនិយាយនេះបងប្អូនថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងតារាសវណ្ណរាខ្មែរក្រសួងសុខាភិបាលក្រសួងបរិស្ថានក្រសួងកសិកម្មមានប្រយោជន៍ស្ដាប់សូនតារាកាន់បញ្ញាទេក្រសួងស្ដាប់ក៏កាន់បញ្ញាដែរ
ណាតារាសម្បត្តិតារាខ្មែរបាទគឹមលីហុកមិនឃើញដដែលទេសុកសែមយួនបាទ Skyler Wood យួនបាទយ៉ាមុយខ្មែរសុកឈ្មោះប្របាក់អានមិនប្របាក់អាននេះភ្នែកខ្ញុំតែវាអានមកសន្ទុះទៅវាព្រិលណាពិសិដ្ឋអូស៊ីលខ្មែរណែវិតដាលីនណាបាទខ្មែរយួនយេងស្រីមុំបាទយួនដានីស្រីនុតបាទតុលាធិនដូចគ្នារាវីបាទវ៉ាន់ស៊ីយួនបងប្អូនអូនអរិយោបាទចាំអានក្រោយខមមិនវិញទឹកសាឡូយួនបងប្អូនខ្ញុំមិនអាចនិយាយថាចម្លើយបងប្អូនខុសឬត្រូវទេខ្ញុំថាត្រូវទាំងអស់ទៅចុះតែលោកគ្រូនិយាយមិនច្បាស់ព្រោះហ្នឹងវាជាទស្សនៈយើងរើសយកមួយណាវាជារឿងហ្នឹងទេលេងពេញសោះតែទស្សនៈសូនតាខ្ញុំថាខ្មែរប្រើជាតិគីមីច្រើនជាងយួនប៉ុន្តែបើកាលណាខ្ញុំនិយាយខ្ញុំមានហេតុផលសូនតាអត់ផ្ដោតទៅលើការស្អប់យួនទេបងប្អូនដឹងទេសូនតានិយាយវិទ្យាសាស្ត្របងប្អូនកុំរំពឹងថាខ្ញុំនិយាយថានរណាម្នាក់ដោយខ្ញុំស្អប់នៅនឹងខ្ញុំត្រូវថានឹងអាក្រក់អត់ទេមែនបែងចែកឲ្យច្បាស់រវាងថាយួនអាក្រក់រៀនឆ្លៀនពៀនទឹកដីរំលោភអាហ្នឹងជារឿងដូចហីមែនទេឆ្លៀនពៀនរំលោភទឹកដីកាត់ដីខ្មែរអាហ្នឹងខ្ញុំមិននិយាយទេព្រោះមិនជាប្រទេសរបស់មែនទេប៉ុន្តែខ្ញុំនិយាយអំពីវិទ្យាសាស្ត្ររឿងការប្រើប្រាស់យួនបើយើងនិយាយអំពីការប្រើគីមីខ្លាំងមែនទេប៉ុន្តែបើកាលណាខ្ញុំនិយាយខ្ញុំមានហេតុផលវាខ្លាំងសួរថាសម្រាប់អ្វីសម្រាប់នាំចេញមកខ្មែរអានឹងមែនប៉ុន្តែខ្ញុំរហូតដល់ទស្សនៈរបស់សូនតារាសំបីតែទំនិញដែលយួនប្រើគីមីនាំចេញមកខ្មែរនៅតែមានសារជាតិគីមីតិចជាងខ្មែរនៅក្នុងស្រុកនៅឡើយទេហេតុអ្វីពីព្រោះខ្ញុំនិយាយបាញ់មិញរឿងសុខាភិបាលខ្ញុំនិយាយពីពាក់ព័ន្ធទៅនឹងក្រសួងសុខាភិបាលរឿងបរិស្ថានសម្រាមក្រសួងបរិស្ថានរឿងគីមីក្រសួងកសិកម្មចម្លើយដ៏ខ្លីស្រុកយួនគឺជាប្រទេសដែលមានកសិកម្មរីកចម្រើននៅអាស៊ីដូចជាថៃដូចជាចិនប្រទេសដែលមានកសិកម្មរីកចម្រើនគឺជាប្រទេសដែលមានក្រសួងកសិកម្មខ្លាំងអ្វីទៅដែលក្រសួងកសិកម្មខ្លាំងក្រសួងកសិកម្មខ្លាំងគឺជាក្រសួងកសិកម្មដែលមានវិទ្យាសាស្ត្រមានការសិក្សាអំពីកម្រិតនៃជាតិគីមីគេដឹងអំពីកម្រិតនៃជាតិគីមីកម្រិតណាដែលវាមានកម្រិតត្រឹមម្ហូបអាហារកម្រិតណាដែលកម្រិតត្រឹមតែសម្រាប់សត្វល្អិតកម្រិតណាកម្រិតលូតលាស់កម្រិតណាកម្រិតថែទាំកម្រិតណាកម្រិតដែលប៉ះពាល់សុខភាពយួនវាដាច់ខាតត្រូវតែបកកាយអាហ្នឹងហើយពេលដែលបកកាយអាហ្នឹងប្រទេសកុម្មុយនីសវាជាច្បាប់ទម្លាប់ការគ្រប់គ្រងទៅលើអាដំណាំឧស្សាហកម្មចំណេះដឹងរបស់កសិករដែលប្រើប្រាស់ជាតិគីមីគឺត្រូវបានត្រួតត្រានិងគ្រប់គ្រងបានច្រើនភាគរយអានេះហេតុផលរបស់ខ្ញុំប៉ុណ្ណឹងនេះហេតុមិនថាចឹងមនុស្សនៅបារាំងក៏ដោយស្រីនាងនៅបារាំងហេតុអីបានជាកសិកម្មនៅអឺរ៉ុបមែនទេបើយើងមានកម្រិតជាតិគីមីមានដូចគ្នាប៉ុន្តែរដ្ឋាភិបាលកសិករគឺត្រូវតែប្រើប្រាស់ដោយរៀនសិក្សាពីរដ្ឋឧទាហរណ៍ថាអ្នកនឹងបើកសិកម្មអីចឹងទៅរដ្ឋាភិបាលក្រសួងកសិកម្មគេត្រូវបង្រៀនអ្នកហ្នឹងគេត្រូវបង្រៀនកសិករថាកម្រិតនេះកម្រិតនោះហើយកម្រិតហ្នឹងវាមានច្រើនជាន់ពេលដែលតំណែងហ្នឹងមុននឹងឈានដល់ទីផ្សារគឺគេមានគេហៅថាក្រុមបច្ចេកទេសគេពិនិត្យគុណភាពបងប្អូនអ្នកនៅស្រុកបារាំងដឹងហើយបងប្អូនទៅធ្វើការនៅក្នុងសហគ្រាសរោងចក្រណាអត់ដែរចោលទេអានឹងស៊ីប្រាក់ខែថ្លៃជាងគេបងប្អូននឹងស្អីទេគឺក្រុមពិនិត្យគុណភាពអូទៀតបងប្អូនចង់ធ្វើផ្ចេះមួយបងប្អូនធ្វើបងប្អូនវាស់វែងនេះថាល្អខ្ញុំនិយាយនេះមានអ្នកនៅស្រុកបារាំងស្រុកប្រទេសហ្នឹងបងប្អូនថាល្អទៅតាមស្តង់ដារទៅតាមប្លង់ប៉ុន្តែអានឹងមិនមែនបានសម្រេចបញ្ជូនទៅអតិថិជនទេណាមិនបញ្ជូនទៅអតិថិជនទេគឺទាំងអស់ហ្នឹងត្រូវឆ្លងកាត់ក្រុមអ្នកជំនាញមួយគេរៀនខាងហ្នឹងសួរថាអ្នកជំនាញក៏ចេះមែនអ្នកជំនាញខ្លះអត់ចេះទេគាត់អត់ចេះធ្វើអាផ្ចេះហ្នឹងទេឧទាហរណ៍ធ្វើផ្ចេះយន្តហោះមួយធ្វើផ្ចេះក្រុមហ៊ុននៅស្រុកបារាំងធ្វើផ្ចេះយន្តហោះឬផ្ចេះឡានមួយផ្ចេះហ្នឹងគេហៅគ្រឿងបន្លាស់មិនគ្រឿងបន្លាស់ខ្មែរហៅគ្រឿងបន្លាស់មិនផ្លាស់ប្ដូរផ្ចេះហ្នឹងគឺខ្មែរប្រើពាក្យផ្ចេះដែរមុនយន្តណាគឺគ្រឿងមែនទេធ្វើគ្រឿងយន្តហោះឬធ្វើគ្រឿងឡានតែចុះខ្មែរថាគ្រឿងចុះនេះគីងគ្រឿងពេលដែលយើងធ្វើហើយណាគឺយើងទៅវាស់វែងអីត្រូវទាំងអស់វាឆ្លងកាត់ដែលខ្ញុំនិយាយថាក្រុមពិនិត្យគុណភាពតើតែពួកនឹងវាពិនិត្យគុណភាពវាអូខេបានបញ្ជូនចេញបានបើពិនិត្យគុណភាពអត់អូខេទេបញ្ជូនចេញបានទេត្រឡប់មកវិញអាខ្លះត្រូវកែអាខ្លះត្រូវបោះចោលធ្វើសហថ្មីបាទក្នុងនេះគេធ្វើម៉ាស៊ីននេះខ្ញុំឧទាហរណ៍នេះមានតែអ្នកស្រុកបារាំងស្រុកអាមេរិកអីដែលធ្លាប់ធ្វើការដែលខ្ញុំចុះស្តាខ្ញុំដឹងស្តាដឹងមួយខែកន្លះខែសិនជុលមែនទេដឹងបានដឹងតែអូពិតមែនលោកគ្រូនេះត្រូវឆ្លងកាត់ទាំងអស់ដូចគ្នាកសិកម្មនៅស្រុកបារាំងដូចគ្នាមហូបតំណែងអី
ច្រើនមែនបើសួរថាគេពិនិត្យទាំងអស់គេមានក្បួនគេពិនិត្យគេមិនពិនិត្យតែពិនិត្យចោះអញ្ចឹងហើយបានជានៅស្រុកបារាំងនៅស្រុកកំពតយើងហេតុអីបានជាមានមហោបខ្លះគេត្រូវដកចេញមកប្រទេសឧទាហរណ៍ថាអូអាហ្នឹងអញ្ចឹងគេពិនិត្យឃើញមួយយកពីណាមកគេដកចេញពីទីផ្សារកើបបោះចូលមកប្រទេសណាហើយចងកខាតប្រឈមមុខជាមួយនឹងតុលាការទៅទៀតខ្លះណាតែហ្នឹងគឺវាល្អមានន័យថាស្រុកយួនមិនដល់ថ្នាក់ហ្នឹងទេស្រុកយួនមិនដល់ថ្នាក់ហ្នឹងទេប៉ុន្តែបើនិយាយពីស្តង់ដារកសិកម្មយួនជាប្រទេសកសិកម្មដូច្នេះវាត្រូវតែសម្បូរអ្នកដែលមានចំណេះដឹងខាងកសិកម្មមន្ត្រីកសិកម្មយួនល្អជាងខ្មែរត្រូវទទួលស្គាល់ការពិតអញ្ចឹងណាហើយទីផ្សារនៅអាមេរិកនិងទីផ្សារនៅបារាំងទំនិញយួនច្រើនប្រកួតប្រជែងជាមួយនឹងចិននិងថៃអញ្ចឹងមានន័យថាដែលវាអាចមកវាយលុកទីផ្សារអឺរ៉ុបបានវាទាល់តែវាឆ្លងកាត់ការត្រួតពិនិត្យគុណភាពព្រោះស្រុកនេះវាមានជាតិគីមីមានវាត្រូវតែមានណាប៉ុន្តែជាតិគីមីមួយគីលាវដែលវាមិនប៉ះពាល់ទៅដល់សុខភាពវាគ្រាន់តែកម្រិតណាកម្ចាត់សត្វល្អិតកម្រិតថៃទាំវាប៉ះតិចតួចបំផុតតិចតួចបំផុតណាឥឡូវយើងត្រឡប់មើលប្រទេសកម្ពុជាវិញណាខ្ញុំនិយាយនេះជាទស្សនៈរបស់ខ្ញុំបងប្អូនអាចគិតខុសពីខ្ញុំបងប្អូនសួរថានៅខ្មែរបច្ចុប្បន្នហ្នឹងបងប្អូនដែលឃើញមនុស្សដើរបាញ់ថ្នាំស៊ីឈ្នួលបាញ់ថ្នាំបងប្អូននៅជនបទហ្នឹងខ្ញុំមើលឃើញ YouTube ខ្ញុំភ្ញាក់ព្រឹនមនុស្សបាញ់ថ្នាំទៅចិត្តឯងនេះស្រុកបារាំងមនុស្សអត់បាញ់ថ្នាំទៅចិត្តឯងទេអត់បាញ់ថ្នាំទៅចិត្តឯងទេមានរូបមន្តមានកម្រិតនៅស្រុកយួនខ្ញុំគិតថាបាញ់ថ្នាំទៅចិត្តឯងអាចលួចបាញ់ប៉ុន្តែរត់ត្រួតត្រាលើកលែងតែនឹងលក់មកឲ្យខ្មែរប៉ុន្តែខ្ញុំនៅគិតថាតំណែងមកពីស្រុកយួនឬក៏គីមីនៅក្នុងស្រុកយួនអាចនៅតែតិចជាងខ្មែរយើងដែលគេថាអូរបស់ធម្មជាតិដាំនៅផ្ទះដាំស្វាយកសិកម្មបងប្អូនក្រសួងណាក្រសួងកសិកម្មខ្មែរទៅពិនិត្យប្រជាជនណាដែលយល់អំពីការបាញ់ថ្នាំចេះតែបាញ់បងប្អូនទៅសក់បន្លែអីនៅប្រទេសកម្ពុជានឹងណាមានជាតិគីមីតាមខ្ញុំយល់ណាធ្ងន់ឬក៏ច្រើនជាងមកពីស្រុកយួនទេខ្ញុំថាអញ្ចឹងហេតុអីខ្ញុំលើកហេតុផលថាយើងបាញ់តាមចិត្តក្រសួងកសិកម្មគឺយកតំណែងអួតប្រជាជនអត់មានបាញ់ចុះផ្សារភ្ជាប់ជាមួយកសិករទេព្រោះតែឥឡូវខ្ញុំសួរមើលខ្មែរយើងនេះដែលមានចំការដែលមានអ្នកតលេតើបងប្អូនមានដែរឃើញមន្ទីរកសិកម្មឯណាដែលទៅបង្រៀនបងប្អូនតើបងប្អូនមានដែរឃើញគេទៅចៃដន្យមានក្រសួងណាគេទៅចុះពិនិត្យចំការបងប្អូនទៅចៃដន្យធ្វើបងប្អូនភ័យទេអត់ផងហ្នឹងមិនបងប្អូនបាញ់ថ្នាំចឹងទៅបងប្អូនយកមកលក់មកសុំមនុស្សងាប់ប្រជាជនខ្មែរចុះសូមត្រង់និយាយអីអាហ្នឹងខ្ញុំទៅត្រឡប់ទៅសុខភាពមន្ទីរពេទ្យបងប្អូនណាឃាតករបច្ចុប្បន្នណាកាលខ្ញុំនិយាយអំពីលើដងផ្លូវគឺឃាតករក្រសួងសាធារណការជាកំហុសរបស់ក្រសួងសាធារណការដល់តែពេលបច្ចុប្បន្នប្រទេសកម្ពុជាបងប្អូនមានដឹងទេប្រទេសកម្ពុជាអ្នកណាដែលមិនបាញ់ថ្នាំតាមចិត្តឯងនេះយួនល្អវិញទេនេះស្រុកយួនបន្លែបងប្អូនហូបអាចបងប្អូនហូបបន្លែយួនដឹកមកស្រុកខ្មែរមិនដឹងប៉ុន្តែបើបងប្អូនចូលប្រទេសយួនណាចូលហាងយួនណាហូបបន្លែអត់បាច់វាអាចទេពីព្រោះខ្ញុំគិតថាយួនវាមានកម្រិតការយល់ដឹងផ្នែកកសិកម្មខ្លាំងជាងខ្មែរទៅទទួលស្គាល់ការពិតចឹងទទួលស្គាល់ការពិតអញ្ចឹងរឿងអនាម័យរឿងសម្រាមរឿងជីវភាពរស់នៅរឿងជាតិគីមីនៅក្នុងម្ហូបអាហារពេញទីផ្សារប្រទេសកម្ពុជាជាការចូលរួមចំណែកជាមួយនឹងមន្ទីរពេទ្យមានមន្ទីរពេទ្យមួយមិនគ្រប់គ្រាន់ទេដែលមានស្តង់ដារកុំថាឡើយស្មើសិង្ហបុរីលើសសិង្ហបុរីទៀតក៏ខ្មែរងាប់ខ្ទេចដែរបើសម្រាមពេញប្រទេសបើខួរក្បាលខ្មែរអត់ទាន់មានដូរផ្នែកចំណិតរឿងអនាម័យនឹងទេបើមែនទេជាតិគីមីនៅតែស៊ីគ្មានថ្នាំទេវតាណាដែលអាចជួយខ្មែរដោយសូនតារានិយាយនេះបងប្អូនគ្រប់គ្រងដោយសារសម្រាប់ជាខុសពីคุณសែនតាប្រជាជនល្ងីល្ងើភ្លើបើមិនស្គាល់គីមីអត់ទៅស្ដាប់មកគឺខុសគ្នាដូចទេវតាដូចនរកនឹងទេវតាទស្សនៈបើនិយាយមើលទស្សនៈសូនតារាគឺស្ដាប់ទៅមនុស្សកើតទៅជាចម្រុងចម្រើនណាឡើងឋានសួគ៌បងប្អូនស្ដាប់คุณសែនទៅល្ងឹតឆឹងអត់មានយល់អីទាំងអស់គាត់និយាយថាបើដឹងតែហ្នឹងគីមីអាម៉េចគាត់ទិញស៊ីទៅអីចប់ហើយនិយាយអញ្ចឹងបងប្អូនស្ដាប់សូនតារាទៅបើកភ្នែកច្បាស់ប្រាប់រូបមន្តប្រាប់ក្បួនអាចដឹកនាំប្រទេសបាននេះកាន់កាត់ប្រទេសក្រសួងកសិកម្មប្រជាជនធាតុគីមីណាលួចឆ្មាក់ឬក៏កម្មវិធីប្រាប់គេហ្មងថាមិនលួចឆ្មាក់ទៅចាប់ដាក់គុកអីទេអាហ្នឹងកម្មវិធីរដ្ឋប្រាប់ថាគេនឹងមានអធិការកិច្ចអ្នកដែលធ្វើធំដុំបន្លែអីចឹងទៅម្ដងបន្តិចអាហ្នឹងគឺមិនទៅថាទៅបោះចោលថតដាក់អាហ្នឹងមានតែខ្លះធ្វើដែរទៅចាប់ជាតិគីមីទៅថតបង្អួតប្រជាជនជេរពេញ Facebook តែប៉ុន្តែមានកន្លែងខ្លះណារឿងត្រឹមត្រូវមិនចាំបាច់ថតបង្ហោះក៏បានដែរពីព្រោះរឿងត្រឹមត្រូវខ្លះថតបង្ហោះទៅមនុស្សទៅកាន់ជើងនៃអាជីវករមនុស្សអាណិតច្រើនតែអាណិតជនរងគ្រោះអាណិតអ្នកខ្សោយជាងអ្នកខ្លាំងណាក៏នាំគ្នាជេរអ្នកមន្ត្រីកយមន្ត្រីពិនិត្យគុណភាពនឹងជេរទៅធ្វើឲ្យមន្ត្រីហ្នឹងក៏លែងហ៊ានអនុវត្តគីមីក៏ធ្ងន់លើសដើមតាមពិតវាអត់ថតបាច់ថតអ៊ូទេអញ្ចឹងនោះបើយើងធ្វើរឿងត្រឹមត្រូវណាមិនចាំបាច់មានកាមេរ៉ាទេមែនទេមិនចាំបាច់មានកាមេរ៉ាអ៊ូនេះទេរឿងសំខាន់គោលដៅមិនមែនអ៊ូរបាយការណ៍ទៅឃើញថាអូវាសម្បើមទេសំខាន់សុខភាពប្រជាជនទូទាំងនគរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាត់ខោជន់ផ្ដាច់
ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី2សុកទូចវីដេអូនោះប្រហែលជា2-3ថ្ងៃខ្ញុំឃើញប្រហែលជាមួយសប្តាហ៍ណាគាត់និយាយថាខ្ញុំនិយាយថាគាត់និយាយខុសមួយរឿងចាស់ទៅវត្តសួរថាលោកគ្រូមិនក៏លើកជាប្រធានបទសំខាន់ជាផ្នត់គំនិតមួយដែលបើសិនជានិយាយដោយមនុស្សធម្មតាចង់និយាយថាមនុស្សដែលអត់មានងារជាបណ្ឌិតអត់មានទូនាទីជាប្រធានព្រឹទ្ធរដ្ឋរាជបណ្ឌិតសភាមិនមែនជាអ្នកអប់រំមិនមែនជាអ្នកសិក្សាស្រាវជ្រាវអាចនិយាយសុកទូចបានភាសាសុកទូចនិយាយគឺបើសិនជាអ្នកផឹកស្រាឬក៏គេនិយាយលេងបានគេនិយាយលេងជាមួយពួកម៉ាក់ឬក៏ពួកផឹកស្រាគេសប្បាយជួបជុំគ្រួសារគេនិយាយលេងបានប៉ុន្តែបើនិយាយមែនណានិយាយមែនអត់បានទេវីដេអូបងប្អូនផ្ញើសួរយោបល់ខ្ញុំចាប់អារម្មណ៍ខ្ញុំក៏លើកជាប្រធានបទឲ្យវីដេអូនោះប្រហែលជាមួយសប្តាហ៍ហើយ2-3ថ្ងៃឬមួយសប្តាហ៍សុកទូចនិយាយថាចាស់ស្រុកយើងខុសពីចាស់ស្រុកគេចាស់ស្រុកយើងអាយុមិនទាន់50ផងទៅវត្តអស់ចាស់ស្រុកគេអាយុ70នៅតែរកការងារធ្វើអញ្ចឹងបានជាប្រទេសហ្នឹងវាវិនិច្ឆ័យហិនហើយវាអត់រីកចម្រើនអីខុសណាទី1ទិន្នន័យធម្មតាបងប្អូនបណ្ឌិតឬក៏អ្នកបញ្ញវន្តខ្មែរមិនត្រូវនិយាយស្ទីលហ៊ុនសែននេះសុកទូចគាត់និយាយទៅស្ទីលហ៊ុនសែនណាត្រូវនិយាយផ្នត់គំនិតខ្លួនឯងហ៊ុនសែនយកគំរូតាមយើងមិនមែនអ្នកដឹកនាំប្រទេសមែនតែយើងជាបណ្ឌិតយើងត្រូវតែមានគំនិតមួយដែលឲ្យមហាជននិយាយទៅកើតជាប្រចាំមានគំរូខុសហ្នឹងបងប្អូនណាទីមកខ្ញុំនិយាយបែបវិទ្យាសាស្ត្រទិន្នន័យបងប្អូនណាខ្ញុំប្រាប់គ្រូសុកទូចប្រទេសកម្ពុជាឥឡូវនេះវត្តខ្លាចលែងមានមនុស្សទៅខ្ញុំនិយាយចឹងមិនស្រួលមានតែបងប្អូននៅស្រុកខ្មែរឬនៅប្រទេសដែលមានវត្តទេតែស្ដាប់លោកគ្រូនិយាយត្រូវស្ដាប់សុកទូចទៅខុសមែនទេសំដីអាហ្នឹងគេនិយាយលេងក្នុងទៀបស្រាជាគ្នាទិន្នន័យបើសិនជានៅស្រុកបារាំងក៏ដោយស្រុកណាក៏ដោយបើកាលណាគេនិយាយគេសំដៅទៅលើទិន្នន័យតើនៅក្នុងប្រទេសកម្ពុជាមនុស្សចាស់ជរានៅក្នុងវត្តអារាមកើនឬក៏ថយឥឡូវនេះណាវត្តលែងមានមនុស្សណាបងណាសូម្បីវត្តខ្លះអត់លោកមានវត្តខ្លះភ័យរឿងអត់លោកផងណាខ្ញុំនិយាយចឹងមានតែកូនសិស្សសូនតារាដែលបញ្ជាក់ថាសូនតារានិយាយត្រូវជាពិសេសចាលោកអាចារ្យណាប្រសង់នៅក្នុងវត្តដាច់សញ្ញាលមួយចំនួនហ្នឹងនៅថាលោកគ្រូនិយាយនេះគឺថាខ្ញុំអ្នកកកណាណាកណាអីណាញោខ្ញុំសុំទោសលោកអាត្មាតែអាត្មាអធិការវត្តនេះមានតែម្នាក់ឯងគត់ចៅអធិការវត្តបងប្អូននៅក្នុងប្រទេសកម្ពុជាវិបត្តិមនុស្សអត់ទៅវត្តបច្ចុប្បន្នណាត្រូវកែប្រែត្រូវលើកទឹកចិត្តឲ្យមនុស្សទៅវត្តវិញជាប្រពៃណីទំនៀមទម្លាប់ទៅរៀងរាល់ថ្ងៃសិលទៅវត្តលោកសំដែងធម៌ទេសនា10ទៅ15នាទីទៅសំដែងធម៌មិនមែនទៅនិយាយលេងសើចទេគឺធម៌ប្រយោជន៍ដល់បញ្ញាឧទាហរណ៍ថ្ងៃហ្នឹងលោកចង់និយាយអំពីអ្វីនេះលោកចង់សំដែងធម៌អំពីអ្វីសំដែងធម៌អំពីការព្យាយាមត្រូវហើយយើងលើកឧទាហរណ៍ផលទ្រឹស្ដីព្រះពុទ្ធថាការព្យាយាមត្រូវហ្នឹងគឺព្យាយាមចេះ1 2 3 4 5 6 7ពេលដែលមនុស្សទៅវត្តនេះស្ដាប់មកវិញឲ្យប្រយោជន៍ឲ្យមានប្រយោជន៍ហ្នឹងសម្រាប់ប្រែជីវិតថាអញត្រូវព្យាយាមធ្វើការអត់ធ្មត់អីណាឲ្យស្ដាប់អាហ្នឹងទៅវាកើតជាប្រយោជន៍មិនតែគ្រាន់តែនិយាយលេងកប្លុកកប្លែងខ្លះអីចឹងទៅដើម្បីបានបច្ច័យមកដើម្បីបានប្រជាប្រិយភាពលោកអត់ត្រូវការប្រជាប្រិយភាពលោកត្រូវការសេចក្តីពិតគោលដៅរបស់ធម៌ទេសនាគឺឲ្យមនុស្សជ្រាបចូលទៅក្នុងបាយមដើម្បីឲ្យមនុស្សកែប្រែជីវិតនរកទៅជាជីវិតទេវតាណាហ្នឹងចឹងទេអញ្ចឹងទិន្នន័យទី1ខ្ញុំនិយាយពីវិទ្យាសាស្ត្រហ្មងខ្ញុំសួរទៅសុកទូចនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននិងជុំវិញពិភពលោកដែលមានវត្តអារាមគេកំពុងតែភ័យរឿងវត្តអត់មានលោកទេណាវត្តអត់លោកទេឥឡូវរឿងវត្តលែងមានដូនជីវត្តលែងមានអាចារ្យវត្តលែងមានចាស់គឺវត្តខ្លះបើមានគឺជាការជីកក្របីចម្លងភពតែប៉ុណ្ណោះប្រឡាតឲ្យធ្វើដូចវត្តនៅក្នុងទីក្រុងមែនទេលែងមានសូវមានចាស់ហើយមានតែក្មេងៗដែលគាត់មកពីឆ្ងាយគាត់យកគាត់សុំលុបនៅដើម្បីបន្តការសិក្សារៀនទេនេះពេលដែលគាត់រៀនចប់គាត់រត់ចោលវត្តហើយក្មេងជំនាន់ក្រោយមកទៀតសុខទូចនិយាយខុសបងប្អូនហើយវាជារឿងមួយដែលមនុស្សអត់ឃើញហើយចេះតែផ្ទះដៃមនុស្សត្រូវស្ដីឲ្យអានេះជាការមើលងាយដោយតែឯងលហែមហើយជាអ្នកអប់រំជាបណ្ឌិតជាគំរូទៅនិយាយភាសាអញ្ចឹងគឺជាមនុស្សនិយាយព្រាវនិយាយទៅស្ទីលតាមហ៊ុនសែនសិក្សាណាខ្ញុំប្រាប់ទៅខ្ញុំអត់មានថៃគាត់ទេខ្ញុំនិយាយថាខ្ញុំតាគូសុកទូចនិយាយគេអ្នកសរសេរសភៅច្រើនដែរគាត់សរសេរសភៅច្រើនដែរត្រូវរកឯកសារយោង
នឹងទិន្នន័យថាតើប្រទេសកម្ពុជាបច្ចុប្បន្នវត្តវិបត្តិអត់លោកណាមិនមនុស្សចាស់ទៅវត្តទេណាមួយទៅវត្តក៏មិនមែនទៅរស់នៅដែរបងប្អូនមានដឹងសាសនាគ្រឹះគេទៅវិហារជារៀងរាល់ថ្ងៃអាទិត្យសាសនាអ៊ីស្លាមគេទៅវិហារជុំគ្នាធំជារៀងរាល់ថ្ងៃសុក្រខ្មែរយើងគួរតែទៅវត្តជារៀងរាល់ថ្ងៃសៅរ៍នេះមាននិយាយថាសាសនាឬខ្ញុំនិយាយសាសនាទាំង3ហ្នឹងទៅវត្តមួយសប្តាហ៍ម្ដងដូចគ្នាគ្រាន់តែគ្រឹះសាសនាគេរើសយកថ្ងៃអាទិត្យណាថ្ងៃអាទិត្យមិនមួយមិនពាក់ថាសប្តាហ៍អានឹងសូរយៈតិ2សប្តាហ៍សាសនាអ៊ីស្លាមគេរើសយកថ្ងៃសុក្រមែនទេអានឹងមិនរៀងរាល់សុក្រមួយសប្តាហ៍ខ្មែរយើងរើសថ្ងៃសិលថ្ងៃសិលមិនពាក់កណ្ដាលមួយសប្តាហ៍ដូចគ្នាថ្ងៃសិលគឺថ្ងៃពេញបោដល់ថ្ងៃ8កើតមែនទេថ្ងៃ8កើតដល់ថ្ងៃខែដាច់ថ្ងៃខែដាច់ដល់ថ្ងៃ8រោចអានឹងគេយកមកអាទិត្យដូចគ្នាថាបើយើងគិតទៅសាសនានៅលើផែនដីមានគោលដៅតែមានរូបមន្តតែមួយកន្លែងខ្លះរូបមន្តដូចគ្នាទៅតើយើងអត់ចាប់អារម្មណ៍យើងអត់ចាប់អារម្មណ៍ដោយសារវាខុសគ្នាយើងហៅសិលយើងហៅថ្ងៃ8កើត8រោចខែដាច់ពេញបោឥឡូវយើងរាប់មិន4មួយខែមិន4ដងដូចគ្នា8រោច8រោចណា8រោចណាខែដាច់8កើតពេញបោដូចនេះគេមើលអាទិត្យសុកដូចគ្នាតាមែនទេទៅវត្តមិនមែនជាអកតកម្មទេមនុស្សលើកលែងមនុស្សទៅដេកនៅវត្តប្រពាក់ប្រពូនបើយើងរត់ទៅនៃបច្ចុប្បន្នប្រជាជនកម្ពុជាអត់មានផ្ទះសម្បែងនេះចាស់បានទៅវត្តឥឡូវនេះវត្តលែងមានកន្លែងទទួលមនុស្សចាស់ដេកហើយមែនទេចាស់វត្តខ្លះមែនទេចាស់ដេកនៅក្រៅកាទៀលដេកនៅក្រៅនៃមេឈើនៅទីឃ្លាវត្តខ្មោចឡងឥឡូវរត់តែមនុស្សដេកអត់បានផងចុះបើមនុស្សទៅវត្តគាត់យកចង្ហាន់ឲ្យលោកគាត់មិនមែនបបងចោលការងារណាការកំពុងធំទីមួយខ្ញុំនិយាយពីវិទ្យាសាស្ត្រទិន្នន័យណាយើងធ្វើជាអ្នកអប់រំគេធ្វើជាគំរូដល់គេជាបញ្ញវន្តជាបណ្ឌិតត្រូវនិយាយអ្វីឲ្យមានប្រយោជន៍កុំចិត្តតែនិយាយតែផ្ដេសតែផ្ដាស់តែពីតែពីនិយាយឲ្យមានប្រយោជន៍ទៅវត្តមិនជាកំហុសទេលើកលែងទៅដេកស៊ីនៅវត្តប៉ុន្តែវាអត់មានផងអត់មានទិន្នន័យណាបើចាស់ទៅវត្តច្រើនកុំផឹកស្រាកុំជេរបចោគ្នាកុំអីរៀងរាល់ថ្ងៃសៅរ៍វាធ្វើឲ្យវត្តពធជឿនលឿនទៅវិញទេហើយនេះស្ដាប់ធម៌ទៅគឺវាធ្វើឲ្យវប្បធម៌ខ្មែរវាជឿនលឿនទៅវិញទេមួយទៀតអានេះខ្ញុំនិយាយពីទិន្នន័យមួយទៀតគាត់ថាចាស់ស្រុកគេណាអាយុ70នៅតែណាធ្វើការវាមិនខុសទាំងអស់ទេប៉ុន្តែវាខុសពាក្យច្រើនឥឡូវខ្ញុំឲ្យប្រៀបធៀបទិន្នន័យទៀតណាឲ្យស្រុកទូចទៅមើលស្រុកថៃហើយនិងស្រុកខ្មែរមើលតើបារាំងនៅស្រុកខ្មែរក្មេងៗឬក៏ចាស់តើបារាំងនៅស្រុកថៃនៅម៉ាឡេស៊ីនៅស្រុកយួនដែលទៅរតែកខ្មែរយើងប្រើពាក្យហ្នឹងក្មេងឬក៏ចាស់ស្រុកបារាំងស្រុកអាមេរិកហ្នឹងណាបងប្អូនទៅមើលមាត់សមុទ្របងប្អូនទៅមើលនៅសៀមរាបមើលបងប្អូនទៅមើលនៅស្រុកថៃមើលប្រទេសថៃមើលបងប្អូនទៅមើលនៅប្រទេសវៀតណាមមើលសិតតែភ្ញៀវទេសចរហើយស្រុកនេះណាបើយើងនិយាយពីការចូលនិវត្តន៍ណាបងប្អូនតម្លើងអាយុចូលនិវត្តន៍ណាបាច់ប្រកាន់ទូទាំងប្រទេសព្រោះគេអត់ចង់ធ្វើការច្រើនទេគេចង់ធ្វើការអាយុកុំឲ្យចាស់ងាប់ទៅអត់បានដើរលេងនៅស្រុកខ្មែរមនុស្សចាស់កោមខ្នងអត់ការងារធ្វើអង្គុយបុកស្រាមនុស្សនៅផ្ទះថ្ងៃសៅរ៍អាទិត្យបានទៅវត្តថ្ងៃសិលខ្លះបានទៅវត្តខ្លះបានទៅវត្តទេណាដេកចាំលុយកូនលុយចៅនឹងអត់មានអីទេណាបងប្អូនយើងពិចារណាមើលតើដែលឃើញចាស់នៅស្រុកខ្មែរនឹងទៅទេសចរមាត់សមុទ្រទៅដេកសន្តាគារផ្កាយ2ផ្កាយ5នៅម៉ាឡេស៊ីនៅសិង្ហបុរីនៅអាមេរិកនៅអូស្ត្រាលីនៅអីដែលឃើញទេអត់ឃើញទេខុសទាំងស្រុងចាស់ស្រុកគេណាស្រុកទួចបាតកម្មបើសិនជាធ្វើការដល់អាយុ70ឆ្នាំនៅស្រុកបារាំងនេះគាត់តែកែអាយុចូលនិវត្តន៍ពី62ទៅ63ណាបាតកម្មមកហើយទូទាំងប្រទេសធ្វើ5ឆ្នាំមិនទាន់ចេញផងណាចាស់ស្រុកខ្មែរចាស់ទៅមើលចៅទេចាស់ទៅមើលចៅចាស់ទៅនៅផ្ទះចាស់ទៅបានគាត់ទៅវត្តហ្នឹងទៅបានដើរហាត់ប្រាណខ្លះទៅស្គាល់គេស្គាល់ឯងខ្លះចាស់នៅស្រុកខ្មែរណាអត់មានសេដ្ឋកិច្ចអត់មានការស្តង់ដារព្យាបាលជំងឺត្រឹមត្រូវអ្នកខ្លះឈឺទៅក៏ស្លាប់ទៅអ្នកខ្លះបានទៅវត្តទៅអ្នកខ្លះនៅមើលចៅទៅអ្នកខ្លះដើរទៅជុំវិញផ្ទះនឹងទៅអ្នកខ្លះបានជំរះស្មៅដាំបន្លែប្រឡុកអីចឹងទៅកំដរផ្សុកចាស់ស្រុកគេដែលស្រុកទូចនិយាយហ្នឹងគេណាចាស់ស្រុកទូចហ្នឹងប្រពន្ធស្រុកទូចហ្នឹងណាភរិយារបស់គាត់ស្រុករុស្ស៊ីចាស់ស្រុកបារាំងចាស់ស្រុកអឺរ៉ុបចាស់ស្រុកអាមេរិកចាស់ស្រុកអូស្ត្រាលីចាស់ស្រុកចិនពេលដែលគេចាស់ទៅចូលនៅវត្តគេក្តាប់លុយដើរលេងជុំវិញពិភពលោកហ្នឹងស្រុកទៅនិយាយមកវាផ្នត់កំណត់ហ្នឹងវាធ្វើឲ្យខ្មែរយល់ច្រឡំវាធ្វើឲ្យខ្មែរយល់ច្រឡំទៅលើកតម្កើងហ៊ុនសែនណាហើយទៅប្រមាថមើលងាយថាអូចាស់ហ្នឹងគេចេះតែពិតគាត់និយាយលេងឲ្យគេសុបាយគេផ្ទះដៃទេចេតនារបស់គាត់មើលទៅគាត់មិនស៊ីជម្រៅវិសោធនប៉ុន្តែអាសាហ្នឹងយើងអត់ត្រូវនិយាយ
យកត្រូវនិយាយព្រោះអានឹងវាមិនមែនយើងជាអ្នកអប់រំណាសរុបសេចក្តីមកណាបងប្អូនពីរនឹងអីដែលខ្ញុំថាខុសទី1ទិន្នន័យនៅវត្តបច្ចុប្បន្នមានវត្តខ្លះអត់ភ័យខ្លះអត់លោកផងអត់តែមានចាស់យកឡើងស្ងាត់ឈឹងខ្លាចខ្មោចលងមានអាចារ្យម្នាក់ផងណាអត់មានទិន្នន័យណាដែលសរសេរថានៅក្នុងប្រទេសកម្ពុជាវត្តលើកោអត់មានមនុស្សដេកអត់មានទេភ័យខ្លាចអត់មនុស្សទៅហើយបើទៅវត្តក៏ល្អទី2ចាស់ស្រុកគេវាមានតិចតួចជាចំណូលចិត្តដែលធ្វើការដល់អាយុ70ចតែជាទូទៅបងប្អូនមើលជាក់ស្ដែងយើងកុំស្ដាប់សូនតាជឿមើលជាក់ស្ដែងតើនៅលើពិភពលោកយើងនេះទេសចរដើរជុំវិញពិភពលោកសិង្ហបុរីថៃវៀតណាមម៉ាឡេស៊ីស្រុកខ្មែរតើជាចាស់ស្រុកខ្មែរមើលចៅឬក៏ជាចាស់ស្រុកគេសិតតែចាស់ស្រុកគេទេស្រុកទូចាអញ្ចឹងខ្មែរយើងត្រូវកែប្រែចាស់ស្រុកយើងត្រូវតែមានការងារធ្វើពីក្មេងចាស់ឡើងត្រូវតែមានស្តង់ដារជីវភាពសប្បាយជីវិតមិនមែនបើថាទរុនតកម្មទរុនតរីទរុនតកម្មទរុនកម្មសូម្បីទៅវត្តក៏ត្រូវគេថាជារឿងដ៏គួរឲ្យអាម៉ាស់ដែរទៅថាខ្មែរក្រមកទៅវត្តមានអីក្រមែនប្រទេសអ៊ីស្លាមគេទៅវត្តគេទៅវិហាររៀងរាល់ថ្ងៃសុខសិទ្ធិមហាសទ្ធិពិភពលោកគេទៅវិហារតើមួយថ្ងៃគេទៅ5ដងឯនោះអ្នកខ្លះនៅចិត្តគេទៅ5ដងមានអ្នកក្រណាមហាសទ្ធិនៅអារ៉ាប់ហ្នឹងទៅវិហាររៀងរាល់ថ្ងៃសុខហ្នឹងទៅវត្តវាមិនក្រទេវាមិនធ្វើសេដ្ឋកិច្ចជឿនលឿនទេមេដឹកនាំចោលមកសៀតកំណត់ធ្វើឲ្យប្រទេសកម្ពុជាអន់ថយធ្វើប្រជាជនខ្លោបខ្លាចណាមិនការពារជាតិមិនការពារប្រជាជនមិនលើកតម្កើងជាតិមិនលើកតម្កើងប្រជាជនមិនលើកតម្កើងវប្បធម៌លើកតម្កើងតែអំណាចអាត្មានិយមខ្លួនឯងនឹងគ្រួសារអានឹងបានវិនិច្ឆ័យណាស់ស្តុកទូប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រេចខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់បងប្អូនទៅវត្តល្អវិញទេខ្មែរយើងណានៅស្រុកអូស្ត្រាលីនៅស្រុកក្រៅនៅអាមេរិកនៅអីហ្នឹងបានវត្តទេបានខ្មែរជួបជុំសហគមន៍នោះបតវត្តទៀតខ្មែរមើលគ្នាអត់ស្គាល់ទេបានវត្តគាត់មានពេលប្រជុំមានពេលចូលឆ្នាំមានពេលកឋិនមានពេលហ្នឹងគាត់បានទៅឃើញអ្វីណាប៉ុន្តែបើអត់វត្តទៀតចប់ហ្មងមែនទេខ្មែរយើងមើលគ្នាលែងឃើញហើយព្រោះសាសនាដទៃទៀតគេមានវិហាររបស់គេគាត់ទៅខ្មែរយើងបើវត្តមិនទៅទៀតហើយទៅវត្តគឺជាទណ្ឌកម្មទៅវត្តគឺជារឿងអាន់ថយទៅជារឿងអាន់ដូចសុកទូថាមកខ្មែរចាស់ក្រលហេងលហាមទៅចូលវត្តអានឹងចប់ហើយប្រធានបទទី